ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបើកក្បាលវីដេអូមកបងប្អូនដឹងហើយថាតុកណាតលេងភ្លេងថ្ងៃនេះពុកដែរគឺមានជំនួយការពិសេសចាមិត្តភក្តិរបស់ខ្ញុំជួយស្លៀកពាក់អូគេស្វាហាប់មែនតើចាហើយ best friend ខ្ញុំមួយទៀតគឺចាំនាំខ្ញុំទៅកន្លែងសម្ដែងយកតែម្ដងថ្ងៃនេះមានអារម្មណ៍ថាពិសេសហើយប្លែកខុសពីរាល់ដងហ្មងបងប្អូនគឺខ្ញុំទៅសម្ដែងនៅក្នុងកម្មវិធីពិព័រណ៍សភៅដើម្បីអបអរសាទរអំណែនលើកទី11នៅឯសាលាតិចណូគាត់ឲ្យជិះចូលទៅដល់បងប្អូនឬសូបាហមមានអារម្មណ៍ថាពុះតិចតិចដែរហ្នឹងណាដោយសារតែប្លែកអត់ដែរចូលរួមនៅក្នុងកម្មវិធីនៅពីមុនមកតែអីបងប្អូនគាត់ចូលពីលើ pass app មកអារម្មណ៍ភ័យនឹងគឺបាត់អស់លេងហ្មងដោយសារក្រុមការងារគាត់រុះរាយស្វាគមន៍យើងកក់ក្ដៅខ្លាំងមែនតើហ្មងហើយជាពិសេសគាត់ជួយលើកខំខ្ញុំទៀតឃើញខ្ញុំលើកខំធ្ងន់ហើយខ្ញុំមិនអងយូរក៏ដើរទៅកន្លែងបន្ទប់ stand by អញ្ចឹងណាហើយខ្ញុំក៏បានបើកមើលខំតែអីតិចតួចមុននឹងយើងសម្ដែងអីអញ្ចឹងទៅពេលចូលទៅដល់មានបងសិល្បករផ្សេងទៀតទាំងបរិញ្ញាទាំងសម័យគាត់ stand by មួយគ្នាខ្ញុំមានអារម្មណ៍ថាពួកគាត់រុះរាយខ្លាំងមែនតើហើយគាត់ស្វាគមន៍យើងគាត់ឃើញយើងមកសម្ដែងអញ្ចឹងគាត់ថាគាត់ស្រឡាញ់គាត់ចូលចិត្តគាត់ចង់រៀនខំនឹងខ្លាំងមែនតើហ្មងគាត់ថាគាត់ធ្លាប់រៀនដែរតែរៀនអត់ចេះហើយខ្ញុំថាបងព្យាយាមទៀតថ្ងៃណាមួយបងនឹងរៀនចេះហើយគាត់ថាគាត់សរសើរមែនតើឃើញយើងជានារីហើយលេឧបករណ៍ខំអីអញ្ចឹងណាខ្ញុំពិតជាអរគុណបងខ្លាំងមែនតើដែលស្រឡាញ់ចូលចិត្តអីអញ្ចឹងណាហើយជាពិសេសខ្ញុំពិតជាអរគុណដល់ក្រុមការងារទាំងអស់ដែលផ្ដល់ឱកាសខ្ញុំបានបង្ហាញសមត្ថភាពហើយអាចបង្ហាញអំពីឧបករណ៍ភ្លេងខ្មែរយើងនៅលើឆាកឥឡូវចិត្តដល់វិញខ្ញុំក៏បានចេញទៅខាងខែដើម្បីមើលឆាកមើលបងដែលគាត់សម្ដែងមុនខ្ញុំអញ្ចឹងណាចាឈប់បន្ទូទៅកន្លែងមើលទៅខាងនោះអូ fan ខ្ញុំមកដល់ហើយកំពុងដើរមកស្ទះផ្លូវផងអីផងវិញផ្លូវហងចាទូរំទៅរកឃើញនេះ idol សម្ដែងហួរឥឡូវចង់នាំពុកម៉ែបងប្អូនទាំងអស់គ្នាមើលទៅអ្នកសម្ដែងទាំងអស់គ្នាគាត់មានឆន្ទៈមួយដែលចង់រក្សាក៏ដូចជាអភិរក្សនៅអ្វីដែលជារបស់ខ្មែរเนาะបាទចង់ដឹងពីឆន្ទៈរបស់គាត់វិញថាតាំងពីពេលណាមកដែលដឹងថាខ្លួនឯងស្រឡាញ់ផ្នែកបុរាណបែបហ្នឹងហើយខំជាប្រភេទឧបករណ៍ខំទៀតឬមួយក៏ចេះលេងឧបករណ៍ផ្សេងៗផងដែរចាអរគុណបងតែប៉ិតមែនតើទៅដំបូងយើងដឹងថាខ្លួនយើងស្រឡាញ់អីប៉ិតបកកដែរតែដល់ពេលដែលយើងធ្វើវាដែលហើយយើងមានអារម្មណ៍ថាអត់ធុញអាហ្នឹងគឺជាចំណងចំណូលចិត្តមួយដែលគាត់ថាវាជាដងគេហៅថាដងពីក៏ជាទេពកោសល្យរបស់យើងបាទហើយទៅបាទអញ្ចឹងបានន័យថាគាត់ស្រឡាញ់វាហើយគាត់មានដងខាងនឹងដែរបងបាទនិយាយទៅផ្នែកសិល្បៈមួយដូចរបៀបថាយើងចាមិនបងអង្គយូគ្រាន់តែសម្ដែងចប់ភ្លាមខ្ញុំនេះទៅមើលស្តង់សភៅខ្លាចគេបាត់ណាបងប្អូនទៅហ្នឹងក៏ជួបអូនថាដូចធ្លាប់ឃើញអូសិស្សសាលារូហ្វាសោះចាឥឡូវនេះយើងទៅដើររកម្នាក់ទៀតដែលជាសិស្សប្អូនគឺតឡាគាត់លក់សភៅនៅខាងសំណេរយើងចង់ជួបគាត់ដែរថាចាំមើលបានជួបអត់ការស្វែងរករបស់ខ្ញុំចាអត់ប្រយោជន៍ទេបងប្អូនគឺរកតតែឃើញតែម្ដងហើយចាប់អោបតែម្ដងចាបន្ទាប់ពីចាប់កម្មវិធីហើយខ្ញុំក៏បានសុំបងបានដើម្បីថតរូបជាមួយគាត់អញ្ចឹងណាខ្ញុំឆ្លាញ់នៃការគ្រប់គ្រងដឹកនាំរបស់គាត់ខ្លាំងមែនតើគឺ smooth តែម្ដងបងប្អូនហើយខ្ញុំអរគុណទៅកាន់ fan នេះ fan បងប្អូននៅក្នុងសេចក្តីជំនឿទៅជួយគ្រប់គ្រងហើយយើងក៏ញ៉ាំអីជុំគ្នាពេលល្ងាចបាយបាយអរគុណសម្រាប់ការទស្សនា